បងប្អូនខ្ញុំទទួលបានខមមិនបងប្អូនច្រើនហើយនឹងព័ត៌មានតេតតងបងប្អូនចង់ធ្វើការចុះឈ្មោះដើម្បីប្រឹក្សាដើម្បីមានឱកាសមានគ្រួសារហើយចេញមកក្រៅជាមួយខ្ញុំសូមសាក់លបងឆ្លើយនឹងការគិតរបស់បងប្អូនក្តីសម័យបងប្អូនមួយត្រូវឬអត់បងប្អូនអ្នកខ្លះមិនមែនចង់មកក្តីមែនទេតែចង់ចេញមកក្រៅចង់ចេញហ្នឹងដើម្បីអីគឺដើម្បីឱកាសរកការងារអញ្ចឹងមែនអត់បើសិនជាអញ្ចឹងមែនណាអត់ខុសទេពីព្រោះបងប្អូនមានគេហៅថាក្តីសម័យមានផែនការទុកនៅក្នុងគេហៅថានេះក្នុងចិត្តរបស់យើងណាហើយបើសិនជាបងប្អូនគិតអញ្ចឹងមិនអត់ខុសទេណាប៉ុន្តែគាត់ណាបន្ថែមជូនបងប្អូនមួយទៀតថាសូមឲ្យបងប្អូនដាក់កំណត់ផែនការណាមួយច្បាស់លាស់បើមានក្តីសម័យហើយត្រូវរៀបចំផែនការអញ្ចឹងបើសិនជាមានផែនការសូមដាក់វាមកធ្វើហើយធ្វើវាជាប្រចាំថ្ងៃជាទូទៅផែនការឬក្តីសម័យដែលយើងគិតណាសូមបងប្អូនគិតដល់រយៈពេលយូរកុំគិតរយៈពេលខ្លីណាអញ្ចឹងសម្រាប់ខ្ញុំមានក្តីសម័យគិតរយៈពេលយូរនៅពេលដែលខ្ញុំចាប់ផ្ដើមរើបំរាស់ចេញពីស្ថានភាពមួយខ្លួនឯងនៅពេលដែលខ្ញុំពិបាកខ្លាំងរកស៊ីនៅស្រុកខ្មែរអត់ចំណេញហើយរកស៊ីហើយជួបបញ្ហាច្រើនខ្ញុំប្រាប់ខ្លួនឯងថា5ឆ្នាំទៀតខ្ញុំចង់ឃើញខ្លួនឯងខ្លាចជាអ្វីចឹងនៅពេលដែលខ្ញុំកំពុងធ្វើប្រចាំថ្ងៃ1ឆ្នាំខ្ញុំចង់ដឹងថាខាតចំណេញប៉ុន្មានយើងត្រូវដឹងណាថាការវិនិយោគរបស់យើងការរកស៊ីរបស់យើងផលចំណេញឬខាតហ្នឹងមានផលប៉ះពាល់ខ្លះចំណេញគួរតែប្រធមឬតូចប៉ុន្តែត្រឡប់មកក្រោយវិញគឺផែនការប្រចាំខែចាព្រោះយើងបាក់ខែបុគ្គលិកប្រចាំខែហើយសម្រាប់ខ្ញុំកំទៅ6ខែខ្ញុំដាក់ថ្ងៃកំណត់ deadline 6ខែក្នុងកំឡុងពេល1ឆ្នាំដែលខ្ញុំចែកជា2ថាមុនពេលខ្ញុំបែងចែក1ឆ្នាំហ្នឹងយើងទៅ breakdown ណា event អញ្ចឹង6ខែខ្ញុំមើលថាពាក់កណ្ដាល event breakdown ហ្នឹងមានឃើញផលប៉ះពាល់ឬក៏ចំណេញអីខ្លះខាតអីខ្លះមិនមែនចាំពេលដល់6ខែនឹងបានធ្វើទេគឺធ្វើរាល់ថ្ងៃខ្ញុំចាប់ផ្ដើមក្រោកពីព្រឹកនិងម៉ោងប្រហែលខ្ញុំទៅសេនៅលើសភៅខ្ញុំទុកពួកខ្ញុំមនុស្សដែលអត់សូវចាំប្រហែលខ្ញុំអត់ជឿជាក់លើការចងចាំខ្ញុំទេអញ្ចឹងបងប្អូនបាក់កញ្ចក់តិចមិនសិនមិញផ្ទេលុយទៅខុសកងឲ្យប៉ះចាំអ្នកស្គាល់គ្នាលុយមិនច្រើនទេលុយ800ទេតែច្បាស់ចំអ្នកស្គាល់គ្នាគាត់បាញ់ទៅខ្មែរគាត់បាញ់មកវិញទៅហើយភ្លាមហ្នឹងបងប្អូនដឹងមិនអត់ថាបាញ់លុយទៅឲ្យគាត់ថ្លៃផ្ញើបាតផ្ញើឯកសារមិនមែនបាញ់ណាយកឈ្មោះគាត់ឲ្យតាក់ទឹកលុយឲ្យអត់បាញ់តែពេលអញ្ចឹងទៅទាលុយគាត់វិញគាត់ថាឃើញលុយទៅបងហ្នឹងការចងចាំរបស់យើងកុំជឿអាសោះណាបងប្អូនណាចាអញ្ចឹងខ្ញុំបន្តបិទមុខកញ្ចក់វិញបន្តសាច់រឿងយើងអញ្ចឹងនៅពេលដែលបងប្អូនមានក្តីសម័យអីមួយចាប់ផ្ដើមធ្វើវាបងប្អូនគាត់ថាធ្វើវាពេលណាឲ្យច្បាស់ហើយអាមិនធ្វើហ្នឹងមូលហេតុអីជួនកាលទៅបងប្អូនចាំពេលវេលាដែលស័ក្តិសមពេលវេលាដែល perfect ឬក៏ពេលវេលាដែលមិនទាន់មកដល់ល្អអូខេបងប្អូនអាច start វាពីឥឡូវទៅព្រោះឆ្នាំ2026ហើយនៅពេលដែលបងប្អូន start ណាពេលសកម្មភាពប្រចាំថ្ងៃបងប្អូនត្រឡប់ទៅវិញថាខ្ញុំប្រាប់ថាខ្ញុំក្រោកពីម៉ោងប៉ុន្មានខ្ញុំក្រោកពីម៉ោង5កន្លះម៉ោង5កន្លះហើយខ្ញុំចាប់តាមការងាររហូតដល់ម៉ោង10 11 12ហើយខ្ញុំមានការប្រជុំតាម Zoom បងប្អូនឃើញខ្ញុំផុសនៅក្នុង Facebook ឯងប្រជុំ Zoom រៀនជាមួយនឹងជនបរទេសផងខ្មែរផងខ្ញុំរៀនរហូតធ្វើការផងជីវិតតខ្លួនផងនៅពេលដែលខ្ញុំមានក្តីសម័យខ្លួនឯងគិតដល់5ឆ្នាំទៀតដែលខ្ញុំចង់បានអីខ្ញុំខិតខំពីថ្ងៃហ្នឹងទៅពីវេលាហ្នឹងទៅខ្ញុំអត់ចាំបាច់ថាពេលហ្នឹងស័ក្តិសមមកដល់ពេលហ្នឹងជាពេលដែលដរាយថែមណាអត់ទេខ្ញុំអត់ចាំបាច់ start នៅពេលដែលខ្ញុំគិតថាខ្លួនឯងហ្នឹងល្អគ្រប់10នោះទេហើយខ្ញុំរំពឹងថាការ start របស់ខ្ញុំមិនល្អនោះទេប៉ុន្តែខ្ញុំរំពឹងថា result របស់ខ្ញុំចេញមកប្រកាសជាបានផលល្អខ្ញុំផ្ដោតលើ result